រយៈពេលជាង 1000 ឆ្នាំ ស្ថិតលើកំពូលភ្នំដងរែក ប្រាសាទព្រះវិហារ ជាស្នាដៃដ៏ល្អឯករបស់បុព្វបុរសខ្មែរ បានឈរជើងយ៉ាងរឹងមាំជាសក្ខីភាពនៃប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់មនុស្សជាតិ បន្ទាប់ពីបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ 2008 ប្រាសាទនេះទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិព្រះវិហារបាននឹងកំពុងអនុវត្តការងារអភិរក្ស ជួសជុល និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារយ៉ាងសកម្ម ដោយមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីដៃគូអន្តរជាតិជាច្រើន រួមមានសហរដ្ឋអាមេរិក ឥណ្ឌា ចិន និងបណ្ដាស្ថាប័នជាតិអន្តរជាតិជាច្រើនទៀត ដើម្បីឲ្យបេតិកភណ្ឌដ៏មានតម្លៃនេះស្ថិតស្ថេរគង់វង្សយូរអង្វែង និងលេចធ្លោជាសកល ទោះជាយ៉ាងនេះក្តី កាលពីឆ្នាំ 2025 កន្លងទៅ ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ បានទទួលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធ និងការប្រើប្រាស់អាវុធធនធ្ងន់ពីយោធាថៃ បង្កឲ្យប្រាសាទនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងកំពុងអន្តរាគមន៍សង្គ្រោះបន្ទាន់លើទីតាំងដែលមានហានិភ័យខ្ពស់ដោយអាជ្ញាធរជាតិព្រះវិហារ ការខូចខាតលើសម្បត្តិបេតិកភណ្ឌពិភពលោកនេះមិនមែនត្រឹមតែជាការបាត់បង់និងការឈឺចាប់សម្រាប់ប្រជាជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់សម្រាប់មនុស្សជាតិទូទាំងសកលលោក ក្នុងឱកាសខួបលើកទី 18 នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ អាជ្ញាធរជាតិព្រះវិហារសូមបដិញ្ញាបន្តបេសកកម្មការពារ និងស្ដារឡើងវិញប្រាសាទព្រះវិហារពីការបំផ្លិចបំផ្លាញ ហើយនឹងបន្តកិច្ចសហការជាមួយដៃគូជាតិនិងអន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌នេះឲ្យបានគង់វង្សជាមរតកសម្រាប់ប្រជាជនខ្មែរនិងមនុស្សជាតិទូទាំងសកលលោក